ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងយកមកនិយាយឲ្យពុកម៉ែបងប្អូនស្ដាប់ទាំងអស់គ្នារឿងនោះមានចំណងជើងថាមុនស្នេហ៍ថៅកែស្រីតើរឿងនេះមានអត្ថន័យបែបណាសូមបងប្អូនទស្សនាស្ដាប់ទាំងអស់គ្នានៅក្នុងទីក្រុងតូចមួយមានហាងកាហ្វេមួយដែលមានបរិយាកាសល្អបែបធម្មជាតិនិងក្រអូបក្លិនកាហ្វេថ្មីជារៀងរាល់ព្រឹកថៅកែស្រីរបស់ហាងនេះមានឈ្មោះថាស្រីពៅនាងពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ហើយជាមនុស្សស្លូតបូតគួរឲ្យគោរពណាស់និងមានសុភាពរាបសាររាល់ថ្ងៃនាងតែងតែស្លៀកខោអាវសាមញ្ញមិនចូលចិត្តឬហាឡូយឆាយនោះទេនាងជាមនុស្សរួសរាយរាក់ទាក់នាងតែងតែផ្ដល់នូវស្នាមញញឹមបរិសុទ្ធនិងភាពស្មោះត្រង់ទៅកាន់ភ្ញៀវរបស់គេជានិច្ចនៅចំណុចមួយនៃហាងដែលមានកៅអីមួយដែលតែងតែមានអតិថិជនជាបុរសសាមញ្ញម្នាក់អង្គុយតែញ៉ៃជារៀងរាល់ព្រឹកហើយគាត់ឈ្មោះថាវិជាជាមនុស្សដ៏ស្មោះត្រង់ជាអ្នកធ្វើការងារល្អមួយហើយគេក៏ជាមនុស្សមានឧស្សាហ៍ព្យាយាមអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺគេនៅលីវគាត់មិនមានសម្ភារៈនិយមឬសម្លៀកបំពាក់ថ្លៃនោះទេប៉ុន្តែពេលណាដែលគាត់ញឹមវាដូចជាធ្វើឲ្យពិភពលោកនេះកាន់តែភ្លឺថ្លានៅព្រឹកថ្ងៃបន្ទាប់វិជាក៏បានទៅផឹកកាហ្វេនៅហាងរបស់ស្រីពៅម្ដងទៀតហើយវិជាក៏មានក្តីអារម្មណ៍ចាប់អារម្មណ៍តិចកើតឡើងចំពោះស្រីពៅវិជាមិនដែលមានភាពក្លាហានទៅនិយាយរឿងស្នេហានោះទេជាធម្មតាគឺគាត់គ្រាន់តែផ្ញើស្នាមញញឹមដ៏ទន់ភ្លន់និងពាក្យកំប្លែងបែបស្នេហាតិចក្នុងពេលដែលទៅកុម្ម៉ង់កាហ្វេថ្ងៃមួយម៉ាស៊ីនកាហ្វេក្នុងហាងខូចស្រីពៅមិនដឹងធ្វើម្ដេចបានទេបើអ្នកជួសជុលមិនអាចមកបានលឿនភ្លាមនោះទេដោយមិនចាំយូរស្របពេលដែលកំពុងតែនៅហាងស្រាប់ផងវិជាក៏បានអះអាងថាក៏ខ្ញុំអាចជួយបានគាត់ប្រើស្មារតីធ្វើការជួសជុលម៉ាស៊ីនកាហ្វេភ្លាមដោយមិនទាមទារប្រាក់កម្លៃអ្វីឡើយស្រីពៅមើលឃើញអត្តចរិតនិងសុចរិតរបស់វិជាហើយក៏មានអារម្មណ៍កក់ក្ដៅក្នុងចិត្តផងដែរពីថ្ងៃនោះមកពួកគេកាន់តែមានស្និទ្ធស្នាលស្រីពៅចាប់ផ្ដើមធ្វើការឆុងកាហ្វេឲ្យភ្ញៀវបន្តបន្ទាប់ដោយស្រីពៅមានស្លៀកសម្លៀកបំពាក់យ៉ាងស្រស់ស្អាតហើយវិជាក៏បានស្លៀកពាក់យ៉ាងស្រស់សង្ហាផងដែរពួកគេបាននិយាយជាមួយគ្នាអំពីជីវិតការរស់នៅនិងក្តីស្រមៃដ៏សាមញ្ញហើយមានគ្រួសារតូចមួយនិងការចង់បានផ្ទះតូចមួយនិងផ្ទះពោពេញដោយសុភមង្គលពេលវេលាឆ្លងកាត់ពីមួយសប្តាហ៍ទៅមួយខែវិជាតែងតែយកផ្កាជូនស្រីពៅជារៀងរាល់ព្រឹកដែលបញ្ជាក់អំពីក្តីស្រឡាញ់ពិតរបស់ពួកគេទាំងពីរហើយផ្កានោះមិនមែនជាផ្កាដែលទិញពីហាងផ្កាធំនោះទេវាជាផ្កាដែលវិជាបានដាំនៅក្នុងសួនក្បែរផ្ទះដោយផ្ទាល់ដៃរបស់គាត់ជារៀងរាល់ថ្ងៃស្រីពៅទទួលផ្កាដែលវិជាបានឲ្យជារៀងរាល់ព្រឹកចាប់ពីពេលនោះមកអ្នកទាំងពីរក៏មានចិត្តស្រឡាញ់គ្នាទៅវិញទៅមករហូតដល់សព្វថ្ងៃនៅថ្ងៃមួយក្រោមពន្លឺថ្ងៃលិចស្រីពៅបានឲ្យវិជាអង្គុយជិតនាងខណៈពេលពួកគេចាំអតិថិជនចុងក្រោយមិនទាន់ចេញពីហាងនាងបាននិយាយទៅកាន់វិជាដោយសំឡេងតិចថាការស្រឡាញ់មិនមែនមកពីអ្វីដែលអ្នកមាននោះទេប៉ុន្តែមកពីអ្វីដែលអ្នកបានផ្ដល់មកឲ្យខ្ញុំស្រឡាញ់អ្នកវិជាទទួលស្នាមញញឹមនោះដោយភ្ញាក់ផ្អើលនិងព្រួយក្នុងចិត្តណាស់ព្រោះមិនដែលបានស្រមៃថាថៅកែស្រីដ៏ស្រស់ស្អាតមកស្រឡាញ់ខ្លួនសោះពួកគេបានស្រឡាញ់គ្នាជាសង្សារនឹងគ្នារហូតទៅដោយមិនប្រាថ្នាចង់បានអ្វីឡើយគឺត្រឹមតែជីវិតសាមញ្ញធម្មតាប៉ុណ្ណោះពួកគេធ្វើការចែករំលែកក្តីសុបិនក្តីស្រឡាញ់និងការប្រឹងប្រែងទៅថ្ងៃខាងមុខជាមួយគ្នាហាងកាហ្វេក៏កាន់តែមានអតិថិជនច្រើនឡើងព្រោះមិនត្រឹមតែកាហ្វេឆ្ងាញ់ទេតែក៏មានក្តីស្រឡាញ់មើលឃើញពេញហាងផងដែរពួកគេក្លាយជាគូស្នេហារហូតបានរៀបការជាប្តីប្រពន្ធនិងស្រឡាញ់គ្នាដល់ចាស់កោងខ្នងរឿងនេះបានដល់ទីបញ្ចប់សូមរងចាំទស្សនាភាគបន្តសូមអរគុណ